បើចង់ឲ្យជៀសផុតពីជំងឺកាយសាហាវជាច្រើនបាទដូចជាជំងឺមហារីកបងប្អូនគួរតែត្រូវអនុវត្តធ្វើការតមអាហារតាមបែបវិទ្យាសាស្ត្រឲ្យបានត្រឹមត្រូវនិងតាមការណែនាំរបស់គ្រូពេទ្យឯកទេសខាងផ្នែកសុខភាពនេះបើយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតអាមេរិកាំងម្នាក់ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងនិយាយអំពីការធ្វើ fasting បាទការតមអាហារតាមការកំណត់ដើម្បីឲ្យស្រកទម្ងន់និងមានប្រសិទ្ធភាពខ្ពស់បាទតេតិនទៅនឹងការតមអាហារនេះបើតាមការមានប្រសាសន៍របស់លោកវេជ្ជបណ្ឌិតអាមេរិកាំងម្នាក់បានលើកឡើងថាការធ្វើ fasting តាមបែបវិទ្យាសាស្ត្រគឺជួយបងប្អូនច្រើនមែនទែនច្រើនរហូតដល់មិនអាចកាត់ថ្លៃបានបាទជួយបង្ការនិងទាត់ចោលនៅជំងឺកាយសាហាវជាច្រើនដូចជាជំងឺមហារីកបាទជួយប្រព័ន្ធសរសៃប្រសាទជាពិសេសខួរក្បាលហើយមួយទៀតគឺពន្យាភាពចាស់ចំណុចនេះហើយគឺជាចំណុចដែលបងប្អូនត្រូវការហើយបងប្អូនគួរតែធ្វើ fasting ឲ្យបានត្រឹមត្រូវតាមក្បួនវិទ្យាសាស្ត្រតាម step នីមួយៗដែលខ្ញុំនឹងអានជូនបងប្អូននៅពេលបន្តិចទៀតនេះហើយនេះគឺជាអត្ថប្រយោជន៍បន្ទាប់បន្សំដែលកើតចេញពីការធ្វើការតមអាហារគឺការធ្វើ fasting នេះឯងបាទដែលខ្ញុំមិនចង់អានឬក៏បកស្រាយឲ្យបានវែងឆ្ងាយនោះទេបាទទី1គឺភាពសន្សំសំចៃគឺវាឥតគិតថ្លៃហើយថែមទាំងជួយអ្នកសន្សំលុយទៀតផងភាពងាយស្រួលគឺមានន័យថាយើងអត់ចាំបាច់លះបង់អីទេវាស្រួលគ្រាន់តែការវាមិនទាមទារការខំប្រឹងប្រែងអ្វីច្រើននោះទេដោយគ្រាន់តែជៀសវាងការញ៉ាំអាហារប៉ុណ្ណោះទីមួយទៀតគឺចំណេញពេលវេលាបាទហើយចំណុចនេះគឺដែលខ្ញុំចង់ឲ្យបងប្អូនដឹងហើយឲ្យបងប្អូនយល់មែនទែនគឺតកតនឹងសុខភាពល្អបាទជួយឲ្យបងប្អូនរស់នៅបានយូរបាទវ័យឆ្លាតជាងមុនបង្កើនមុខងារខួរក្បាលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនិងកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនបាទអញ្ចឹងនេះជាអ្វីដែលខ្ញុំចង់ឲ្យបងប្អូនដឹងទាំងអស់គ្នាបាទហើយចំណុចនេះគឺពិសេសមែនទែនបាទតកតងរឿងសែនបើយើងធ្វើ fasting មានន័យថាសែនជួយជួសជុលរាងកាយនៅពេលយើងតមអាហារសែនការពាររាងកាយនិងសែនជួសជុលកោសិកានឹងត្រូវបានដំណើរការដែលអាចជួយទប់ស្កាត់ជំងឺមហារីកបានទៀតផងបាទកន្លែងនេះគឺល្អមែនទែនគឺជាពិសេសក្នុងការដែលយើងធ្វើ fasting បងប្អូនណាយើងធ្វើ fasting តាមលំដាប់លំដោយដែលគេបានណែនាំបានតិចទៀតគេណែនាំអញ្ចឹងយើងនឹងបានហុចផលយ៉ាងល្អតកតងនឹងជំងឺមហារីកអញ្ចឹងយើងការពារជំងឺមហារីកបានជុំវិញការយើងធ្វើ fasting បានត្រឹមត្រូវបាទហើយចំណុចលេខ2នេះគេដាក់ថាគោលការណ៍សំខាន់បាទនៃអាំងស៊ូលីនរាល់ពេលដែលយើងញ៉ាំអាហាររាងកាយយើងនឹងបញ្ចេញអាំងស៊ូលីនអាំងស៊ូលីនមិនត្រឹមតែកើនឡើងដោយសារជាតិស្ករឬកាបូអ៊ីដ្រាតប៉ុណ្ណោះទេប៉ុន្តែវាកើនឡើងរាល់ពេលដែលអ្នកញ៉ាំអ្វីមួយដូច្នេះបើអ្នកញ៉ាំកាន់តែតិចកម្រិតអាំងស៊ូលីនកាន់តែទាបដែលផ្ដល់ផលល្អដល់ការសម្រកជាតិខ្លាញ់បាទហើយមកដល់ចំណុចទី3នេះគេដាក់ថាជំហាននៃការចាប់ផ្ដើមអនុវត្តធ្វើ fasting មានន័យថាចំណុចដែលបងប្អូនត្រូវយល់ត្រូវចេះទាំងអស់គ្នាដើម្បីឲ្យបានផលនឹងការពារជំងឺដល់កាយសាហាវពីការធ្វើ fasting បាទអញ្ចឹងយើងធ្វើ fasting តាមក្បួនតាមច្បាប់របស់គេនឹងទទួលបានផលយ៉ាងល្អបាទអញ្ចឹងបាទគេដាក់ថាជំហានទី1បាទឈប់ញ៉ាំអាហារសម្រន់បាទអញ្ចឹងបងប្អូនលែងចេបបញ្ចប់អាហារក្រៅម៉ោងពេលបាយធំទាំង3នឹងទៀតហើយបាទអញ្ចឹងមានន័យថាប្រសិនបើបងប្អូនញ៉ាំចេបបញ្ចប់3ពេលហើយនឹងពេលបាយធំនឹង3ពេលទៀតអញ្ចឹងមានន័យថាសរុប6ដងនោះអាំងស៊ូលីនរបស់អ្នកនឹងឡើងទៅដល់ពេញមួយថ្ងៃបាទដំបូងត្រូវកាត់បន្ថយមកញ៉ាំតែ3ពេលចម្បងមានន័យថាញ៉ាំពេលព្រឹកថ្ងៃល្ងាចដោយគ្មានអាហារសម្រន់ចន្លោះពេលនោះឡើយបាទអញ្ចឹងមានន័យថាគេឈប់ឲ្យបងប្អូនញ៉ាំអាហារសម្រន់ជាប់ទៀតហើយជំហានទី2ត្រូវរំលងអាហារពេលព្រឹកគេឲ្យយើងឈប់ញ៉ាំអាហារពេលព្រឹកហើយនៅពេលអ្នកញ៉ាំអ្នកស៊ាំនៅពេលអ្នកស៊ាំនឹងអាហារ3ពេលហើយជំហានបន្ទាប់គឺឈប់ញ៉ាំអាហារពេលព្រឹកបាទគោលការណ៍សំខាន់គឺកុំញ៉ាំបើអ្នកមិនទាន់ឃ្លានព្យាយាមពន្យាពេលអាហារដំបូងឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបានមានន័យថាពេលព្រឹកគឺអ្នកអត់ញ៉ាំទេព្យាយាមពន្យាវារហូតចឹងណារហូតដល់ញ៉ាំអាហារថ្ងៃត្រង់បាទអញ្ចឹងជំហានទី3រូបមន្ត18លើ6បាទខ្ញុំអត់យល់ទេបងប្អូនអធិស្ឋានបាទរូបមន្តនេះគឺខ្ញុំអត់យល់ទេដោយសារ translate AI translate ពីឯកសារបរទេសចឹងណាបងប្អូនបាទញ៉ាំអាហារថ្ងៃត្រង់ម៉ោង12និងអាហារពេលល្ងាចម៉ោង6
ចំណុចនេះមានន័យថាអ្នកមានចន្លោះពេលញ៉ាំ6ម៉ោងនិងចន្លោះពេលតមគឺ18ម៉ោងបាទចំណុចទី4គន្លឹះជួយឲ្យតមអាហារបានយូរនិងសុខភាពល្អបន្ថែមជាតិខ្លាញ់ល្អការញ៉ាំខ្លាញ់ល្អដូចជា fiber ឬគ្រាប់ធញ្ញជាតិនៅចុងបញ្ចប់នៃរបបអាហារនឹងជួយឲ្យអ្នកឆ្អែតបានយូរនិងមិនងាយឃ្លាននៅពេលថ្ងៃបន្ទាប់ចំណុចបន្ទាប់ញ៉ាំសាឡាត់មុនគេការញ៉ាំបន្លែបៃតងដែលមានជាតិសរសៃជាតិ fiber ខ្ពស់ជួយទប់ស្កាត់ការឡើងខ្ពស់នៃអាំងស៊ូលីនគ្រឿងផ្សំបន្ថែមការប្រើប្រាស់ប្រេងអូលីវទឹកខ្មេះប៉ោមឬក៏ម្សៅឈើអែមសុទ្ធតែជួយសម្រួលដល់កម្រិតជាតិស្ករក្នុងឈាមបាទអាកន្លែងទឹកខ្មេះប៉ោមឬក៏ម្សៅឈើអែមនេះខ្ញុំអត់ស្គាល់ទេបងប្អូនជាស្រ័យដោយសារការបកប្រែមកគេដាក់អញ្ចឹងមកកន្លែងណាខ្ញុំបាទយល់ខ្ញុំជួយសម្រួលតែបើអត់យល់ទេមានន័យថាគ្រាន់តែយើងដឹងទៅបានហើយកន្លែងហ្នឹងព្រោះនេះជាឯកសារបរទេសអញ្ចឹងណាបងប្អូនបាទយើងចូលដល់ចំណុចទី5គឺឈានទៅដល់កម្រិតខ្ពស់បាទរូបមន្ត20លើ4បាទដូចខ្ញុំបានបញ្ជាក់ហើយគឺរូបមន្តនេះអត់យល់ដូចគ្នាបងប្អូនណាហើយយើងតាមដានស្វែងយល់ទាំងអស់គ្នានៅអត្ថបទមួយនេះទាំងអស់គ្នាទៅបាទនៅពេលអ្នកស៊ាំនឹងរូបមន្ត18លើ6ហើយអ្នកអាចពង្រួមចន្លោះពេលញ៉ាំឲ្យនៅត្រឹម4ម៉ោងឧទាហរណ៍ញ៉ាំនៅពេលម៉ោង2រសៀលនិងញ៉ាំនៅពេលម៉ោង6ល្ងាចការតម20ម៉ោងនឹងជួយឲ្យការសម្រកខ្លាញ់កាន់តែមានប្រសិទ្ធភាពខ្លាំងបាទនេះគឺជាចំណុចសំខាន់ជាចំណុចដែលឈានទៅដល់កម្រិតខ្ពស់នៃការតមអាហារបន្ទាប់ពីអ្នកស៊ាំនឹងការញ៉ាំអាហារ2ពេលក្នុងចន្លោះពេល4ម៉ោងហើយនេះគឺដំណាក់កាលចុងក្រោយដែលហៅថា OMAD one meal a day ឬការញ៉ាំតែម្ដងក្នុងមួយថ្ងៃបាទទី1របៀបធ្វើ OMAD ញ៉ាំមួយដងក្នុងមួយថ្ងៃការបង្រួមពេលញ៉ាំអ្នកត្រូវញ៉ាំអាហារតែមួយពេលគត់ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមផ្ដល់សុខភាពនិងឆ្ងាញ់បាទមានន័យថាបងប្អូនគួរតែញ៉ាំតែមួយពេលប៉ុន្តែមួយពេលគឺបងប្អូនមានគ្រប់រសជាតិទាំងអស់បាទអត្ថប្រយោជន៍ចម្បងមិនមែនដោយសារការកាត់បន្ថយកាឡូរីនោះទេប៉ុន្តែគឺដោយសារអ្នកបានតមអាហាររហូតដល់23ម៉ោងហើយយើងនឹងទទួលបានលទ្ធផលវាជួយពង្រឹងប្រព័ន្ធភាពស៊ាំខួរក្បាលពន្យាភាពចាស់និងជួយជួសជុលដល់កោសិកាឡើងវិញចំណុចទី2នេះការផ្លាស់ប្ដូរពេលវេលាញ៉ាំមុនម៉ោង3រសៀលការផ្លាស់ប្ដូរបន្តិចបន្តួចនេះអាចផ្ដល់ផលយ៉ាងធំធេងដល់សុខភាពកុំញ៉ាំក្រោយម៉ោង3រសៀលការញ៉ាំយប់ជ្រៅអាចរំខានដល់ដំណេកនិងសេនដែលតាក់ទងទៅនឹងការញ៉ាំអាហារដំណេកកាន់តែល្អការញ៉ាំអាហារពេលថ្ងៃត្រង់ម៉ោង2ឬ3រសៀលជួយឲ្យអ្នកគេងលក់ស្រួលអត្ថប្រយោជន៍នៅពេលដែលអ្នកគេងលក់ស្រួលរាងកាយនឹងបញ្ចេញកម្រិតកូទីសូលទាបនិងគ្រូអរម៉ូនខ្ពស់ដែលជួយដល់ការដុតបំផ្លាញជាតិខ្លាញ់បានកាន់តែច្រើនចំណុចលេខ3ការរួមបញ្ចូលជាមួយនឹងវិធីសាស្ត្រផ្សេងដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរអ្នកអាចបន្ថែមបាទដូចជាការហាត់ប្រាណរបបអាហារកេតូបែបសុខភាពការជ្រើសរើសគ្រឿងផ្សំដែលមានគុណភាពខ្ពស់និងសម្បូរសារធាតុចិញ្ចឹមចំណុចទី4ការតមអាហាររយៈពេលវែងអ្នកអាចអនុវត្តការតមអាហាររយៈពេលវែងម្ដងក្នុងមួយសប្តាហ៍ឬ2ដងក្នុងមួយខែតម48ម៉ោងឬ72ម៉ោង3ថ្ងៃតមរហូតដល់120ម៉ោង5ថ្ងៃនេះពិតជាអស្ចារ្យសម្រាប់ប្រព័ន្ធភាពស៊ាំនិងការការពារជំងឺមហារីកព្រោះការតមអាហារយូរជួយកម្ចាត់កោសិកាមហារីកក្នុងរាងកាយសេចក្តីសន្និដ្ឋានការធ្វើ fasting រយៈពេលវែងគឺជាដំណោះស្រាយដែលអ្នកកំពុងស្វែងរកដើម្បីសម្រកទម្ងន់និងបង្កើនសុខភាពកុំរងចាំរហូតដល់មានការយល់ព្រមពីអ្នកជំនាញវេជ្ជសាស្ត្រទាំងអស់ព្រោះរាងកាយរបស់អ្នកគឺជាភស្តុតាងដ៏ល្អបំផុតសម្រាប់ចាប់ផ្ដើមឥឡូវនេះ
ហើយជាចុងក្រោយខ្ញុំសូមបញ្ជាក់រាល់ឯកសារដែលខ្ញុំបានដកស្រង់គឺបានដកស្រង់ពីវិជ្ជាបណ្ឌិតសហរដ្ឋអាមេរិកដោយដែលមាននៅក្នុងវីដេអូនេះគឺលោកបាននិយាយអំពីឯកសារនេះទាក់ទិនទៅនឹងការធ្វើ fasting ការតមចំណីអាហាររយៈពេលវែងបាទបងប្អូនចង់ដឹងជាព័ត៌មានពិស្ដារបងប្អូនអាចចូល YouTube របស់គាត់និង search មើលដោយចំណងជើងនៅក្រោមរូបភាពរបស់គាត់បងប្អូនប្រកាសជានឹងបានដឹងព័ត៌មានច្បាស់ហើយបើសិនជាបងប្អូនចេះភាសាអង់គ្លេសអាចបកប្រែបន្ថែមដើម្បីស្វែងយល់ពីការធ្វើ fasting រយៈពេលវែងនេះបាទជាចុងក្រោយខ្ញុំបាទក៏សូមបាទជម្រាបលាបាទសូមកុំភ្លេចជួយ like ជួយ subscribe ដល់បាទវីដេអូរបស់ខ្ញុំផងបាទ